បនទាត់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានឆ្លើយតបចំពោះការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននៅក្នុងប្រទេសថៃដែលចោទថាកម្ពុជាបានជួលទាហានបរទេសមកជួយប្រយុទ្ធនៅក្នុងសង្គ្រាមរវាងកម្ពុជានិងថៃដែលកំពុងផ្ទុះឡើងសារជាថ្មីនេះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះសារព័ត៌មាននៅក្នុងប្រទេសថៃបានចុះផ្សាយមូលបង្កាច់កម្ពុជាថាបានជួលទាហានបរទេសដូចជាទាហានរុស្ស៊ីជាដើមមកជួយច្បាំងប្រយុទ្ធជាមួយថៃព្រោះពួកគេមិនជឿថាកងទ័ពកម្ពុជាមានសមត្ថភាពខ្លាំងបែបនេះទេដែលអាចប្រយុទ្ធជាមួយថៃបានជាច្រើនថ្ងៃដោយកងទ័ពថៃបានប្រើប្រាស់គ្រប់រូបភាពប្រយុទ្ធទៅហើយនៅតែមិនអាចយកឈ្នះលើកងទ័ពកម្ពុជាបានឆ្លើយតបនឹងការចោទប្រកាន់របស់ភាគីថៃលើបញ្ហានេះសម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានធ្វើការឆ្លើយតបដោយបានបង្ហោះនៅក្នុងគណនី Facebook ផ្ទាល់របស់សម្ដេចដោយមានខ្លឹមសារថាប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជាដើម្បីរក្សានៅសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយយើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ1993មកម្ល៉េះយើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិយើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពុជាដែលជាទេសចរវិនិយោគិនអ្នកបច្ចេកទេសអ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុកឡាក់តែអ្នកទាំងនោះមិនពាក់ព័ន្ធជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ